សង្ហបុរីនឹងផ្ដល់ប្រាក់ឧបត្ថម្ភចន្លោះពី$400ដល់$600ដល់យុវជនវ័យក្មេងចាប់ពីអាយុ21ឆ្នាំឡើងទៅដើម្បីធ្វើការជួយសម្រាលដល់បន្ទុកការរស់នៅប្រចាំថ្ងៃរបស់ពួកគេនៅដើមខែកញ្ញាឆ្នាំ2026នេះខាងមុខនេះហើយបើយោងទៅតាមការប្រកាសរបស់ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសសង្ហបុរីកាលពីថ្ងៃទី13នេះថាប្រាក់ឧបត្ថម្ភពិសេសសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃនឹងត្រូវផ្ដល់ជូនប្រជាពលរដ្ឋសង្ហបុរីដែលមានអាយុចាប់ពី21ឆ្នាំឡើងទៅហើយពួកគេត្រូវមានប្រាក់ចំណូលដែលជាប់ពន្ធនឹងគឺស្ថិតនៅក្រោម$10,000សង្ហបុរីក្នុងការវាយតម្លៃនៅក្នុងឆ្នាំ2025ហើយពួកគេត្រូវមានអចលនទ្រព្យនឹងមិនលើសពីមួយកន្លែងនោះទេជាឧទាហរណ៍បើសិនជាយុវជនរបស់សង្ហបុរីម្នាក់រកចំណូលបាន$22,000សង្ហបុរីនឹងមានតម្លៃផ្ទះពួកគេមិនលើសពី$15,000សង្ហបុរីនោះទេនោះពួកគេនឹងទទួលបានទឹកប្រាក់ចំនួន$600សង្ហបុរីតែម្ដងនេះគឺជាឧទាហរណ៍មួយនៃការទទួលបានកម្រិតទឹកប្រាក់របស់ពួកគេដែលរដ្ឋាភិបាលរបស់សង្ហបុរីនឹងផ្ដល់ឲ្យបងប្អូនប្រាក់ឧបត្ថម្ភនេះដំបូងឡើយត្រឹមតែ$200ទៅ$400សង្ហបុរីតែប៉ុណ្ណោះបន្ទាប់ពីមានសង្គ្រាមនៅមជ្ឈមបូព៌ាមកការកើនឡើងនៃតម្លៃទំនិញផ្សេងៗរាជរដ្ឋាភិបាលគេក៏សម្រេចចិត្តបន្ថែម$200សង្ហបុរីទៀតដើម្បីឲ្យប្រជាពលរដ្ឋរបស់ខ្លួននឹងអាចទប់ទល់ជាមួយនឹងការកើនឡើងតម្លៃទំនិញផ្សេងៗនឹងបានបងប្អូនអញ្ចឹងរាជរដ្ឋាភិបាលរបស់គេគឺគេគិតគូរទៅដល់ប្រជាជនគេខ្លាំងមែនទែនបងប្អូនខ្លាចប្រជាជនគេទប់ទល់មិនជាប់ជាមួយនឹងវិបត្តិសេដ្ឋកិច្ចទូទៅជុំវិញពិភពលោកនឹងតែម្ដងហើយលើសពីនេះទៀតនៅដើមឆ្នាំក្រោយនឹងរាជរដ្ឋាភិបាលរបស់គេនឹងផ្ដល់បានទំនិញ CDC នឹងចំនួន$300បន្ថែមទៀតសម្រាប់គ្រួសារនីមួយៗនៅក្នុងការប្រើប្រាស់ទិញទំនិញផ្សេងៗអញ្ចឹងបងប្អូននិងក៏របបផ្សេងៗទៀតដែលខ្ញុំមិនបានរាប់បញ្ចូលនៅក្នុងវីដេអូនេះទេហើយបងប្អូនកុំភ្លេចជួយ follow page របស់ខ្ញុំម្នាក់មួយផងអរគុណច្រើន